ជាបឋមខ្ញុំសូមអនុញ្ញាតគោរពជំរាបសួរទៅដល់លោកគ្រូក៏ដូចជាសួស្តីអ្នកដែលកំពុងទស្សនានៅវីដេអូនេះខ្ញុំមកឈ្មោះសុខតាដែលថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសំណររីករាយយ៉ាងក្រៃលែងដែលបានឡើងមកបកស្រាយនៅប្រធានបទមួយដែលបានលើកឡើងថាបច្ចេកវិទ្យាសន្សំសំចៃថាមពលហើយចំពោះថ្ងៃនេះផងដែរគឺខ្ញុំបានលើកឡើងនៅ5ចំណុចក្នុងការស្រាយបំភ្លឺទៅលើប្រធានបទដែលបានលើកឡើងខាងលើដែលចំណុចទី1និយាយអំពីសេចក្តីផ្ដើមចំណុចទី2ជាអំពីបច្ចេកវិទ្យាសន្សំសំចៃថាមពលក្នុងលំនៅឋានវិស័យដឹកជញ្ជូននិងវិស័យឧស្សាហកម្ម3អត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពលទី4បញ្ហាប្រឈមនិងដំណោះស្រាយនិងទី5គឺសេចក្តីសន្និដ្ឋានចូលមកដល់ចំណុចទី1ដែលនិយាយអំពីសេចក្តីផ្ដើមចំពោះនិយមន័យបច្ចេកវិទ្យាសន្សំសំចៃថាមពលគឺជាការប្រើប្រាស់ឧបករណ៍ប្រព័ន្ធឬដំណើរការបច្ចេកទេសទំនើបដើម្បីកាត់បន្ថយបរិមាណថាមពលដូចជាអគ្គិសនីប្រេងឥន្ធនៈឬហ្គាសដែលត្រូវការសម្រាប់បំពេញកិច្ចការណាមួយដោយរក្សានូវកម្រិតប្រសិទ្ធភាពទិន្នផលនិងភាពងាយស្រួលឲ្យនៅដដែលឬប្រសើរជាងមុនហើយថាសប្តាហ៍នេះគឺបញ្ហាអគ្គិសនីប្រេងឥន្ធនៈឬហ្គាសនេះគឺកំពុងជួបបញ្ហាធ្ងន់ធ្ងរដោយសារតែបញ្ហាសង្គ្រាមរវាងអ៊ីរ៉ង់អ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិកដែលធ្វើឲ្យមានការបិទនៅច្រកសមុទ្រ Hormuz ដែលជាច្រកសំខាន់ក្នុងការនាំចេញនាំចូលប្រេងដែលនេះហើយធ្វើឲ្យមានផលវិបាកជាច្រើនទៅនឹងបណ្ដាប្រទេសផ្សេងៗជាក់ស្ដែងគឺប្រទេសកម្ពុជាផងដែរដែលជួបនឹងកង្វះខ្វះខាតអគ្គិសនីប្រេងឥន្ធនៈក៏ដូចជាហ្គាសហ្នឹងចូលមកដល់ចំណុចទី2និយាយអំពីបច្ចេកវិទ្យាសន្សំសំចៃថាមពលក្នុងលំនៅឋានវិស័យដឹកជញ្ជូននិងវិស័យឧស្សាហកម្មការប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពលគឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីកាត់បន្ថយការចំណាយនិងការគ្រប់គ្រងដល់បរិស្ថានផ្អែកលើគោលការណ៍នយោបាយជាស្តីពីប្រសិទ្ធភាពថាមពលឆ្នាំ2022ដល់ឆ្នាំ2030របស់កម្ពុជាក្នុងវិស័យសំខាន់ៗទាំង3មានបច្ចេកវិទ្យាជាលើខាងក្រោមទី1វិស័យលំនៅឋានគ្រឿងបរិក្ខារសន្សំសំចៃមានន័យថាការប្រើប្រាស់អំពូល LED និងឧបករណ៍អគ្គិសនីដែលមានផ្លាកសញ្ញាបញ្ជាក់ពីប្រសិទ្ធភាពថាមពលខ្ពស់ចំពោះចំណុចបន្ទាប់គឺប្រព័ន្ធគ្រប់គ្រងថាមពលការដំឡើងម៉ែត្រឆ្លាតវៃដើម្បីតាមដាននិងគ្រប់គ្រងការប្រើប្រាស់អគ្គិសនីតាមពេលវេលាជាក់លាក់ចំពោះចំណុចទី2ដែលនិយាយអំពីវិស័យដឹកជញ្ជូនយានយន្តអគ្គិសនីមានន័យថាមានការជំរុញឲ្យប្រើប្រាស់រថយន្តក៏ដូចជាម៉ូតូអគ្គិសនីជំនួសឲ្យយានយន្តដែលប្រើប្រេងឥន្ធនៈដើម្បីជៀសវាងនៅភាពអវិជ្ជមានផ្សេងៗចំពោះចំណុចបន្ទាប់និយាយអំពីប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពផ្លូវធ្វើដំណើរនិងកាត់បន្ថយការបំភាយឧស្ម័នជាមួយចំណុចទី3ដែលនិយាយអំពីវិស័យឧស្សាហកម្មប្រព័ន្ធស្នើកម្ដៅការចាប់ចិត្តកម្ដៅដែលភាយចេញពីដំណើរការផលិតកម្មមកប្រើប្រាស់ឡើងវិញដើម្បីសន្សំសំចៃជាក់ស្ដែងចំណុចបន្ទាប់គឺឧស្សាហកម្មបៃតងការបំលែងរោងចក្រដំឡើងយានយន្តឲ្យទៅជាសង្វាក់ផលិតកម្មដែលមាននិរន្តរភាពចូលមកដល់ចំណុចទី3ដែលនិយាយអំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាសន្សំសំចៃថាមពលការប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពលផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជាភាពធន់នៃឧបករណ៍ជាទូទៅបច្ចេកវិទ្យាសន្សំសំចៃថាមពលមានគុណភាពខ្ពស់និងអាចប្រើប្រាស់បានយ៉ាងយូរអង្វែងវាអត់ងាយខូចនិយាយរួមចំពោះចំណុចបន្ទាប់និយាយអំពីកាត់បន្ថយចំណាយជួយឲ្យវិក័យប័ត្រអគ្គិសនីប្រចាំខែថយចុះព្រោះឧបករណ៍ទាំងនោះប្រើភ្លើងតិចប៉ុន្តែបានប្រសិទ្ធភាពខ្ពស់ផាសុកភាពនិងសុខភាពឧបករណ៍ទំនើបដូចជាអំពូល LED ឬម៉ាស៊ីនត្រជាក់ Inverter ផ្ដល់ពន្លឺសីតុណ្ហភាពដែលល្អចំពោះភ្នែកនិងសុខភាពជាងមុនសន្តិសុខថាមពលកាលណាគ្រប់គ្នាប្រើភ្លើងតិចវានឹងកាត់បន្ថយសម្ពាធលើបណ្ដាញអគ្គិសនីជាតិនិងបង្កើនស្ថិរភាពថាមពលក្នុងស្រុកការការពារបរិស្ថានកាត់បន្ថយការបំភាយឧស្ម័នកាបូនិកនិងការប្រើប្រាស់ធនធានធម្មជាតិដែលជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុចូលមកដល់ចំណុចបន្ទាប់គឺចំណុចទី4និយាយពីបញ្ហាប្រឈមនិងដំណោះស្រាយការអនុវត្តបច្ចេកវិទ្យាសន្សំសំចៃថាមពលក៏ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរខាងក្រោមនេះគឺជាបញ្ហានិងគន្លឹះចំនួន4និងដំណោះស្រាយ1បញ្ហាថ្លៃដើមឧបករណ៍សន្សំសំចៃថាមពលដូចជាម៉ាស៊ីនត្រជាក់ Inverter ឬបន្ទះSolar ជាទូទៅមានតម្លៃថ្លៃជាងឧបករណ៍ធម្មតានៅពេលទិញដំបូងហើយជាមួយដំណោះស្រាយនៃចំណុចនេះវិញគឺការគិតគូរពីការចំណាយរយៈពេលវែង
បើទោះបីជាការទិញថ្លៃបន្តិចមែន ប៉ុន្តែវាជួយកាត់បន្ថយវិក្កយបត្រអគ្គិសនីប្រចាំខែ ធ្វើឲ្យអ្នកចំណេញមកវិញក្នុងរយៈពេល1ឆ្នាំទៅ3ឆ្នាំ គឺមានន័យថាទោះបីជាមានការចំណាយដំបូងថ្លៃបន្តិចមែន ប៉ុន្តែពេលក្រោយមកគឺយើងនឹងទទួលបាននូវផលគុណភាពវិញច្រើនជាងការចំណាយ ចូលមកដល់ចំណុចបន្ទាប់គឺចំណុចទី2 កង្វះព័ត៌មាននិងការយល់ដឹង បញ្ហាមនុស្សភាគច្រើនមិនទាន់យល់ច្បាស់ពីរបៀបក្នុងការប្រើប្រាស់ឬអត្ថប្រយោជន៍ពិតប្រាកដនៃបច្ចេកវិទ្យាថ្មីៗទាំងនេះឡើយ ហើយជាមួយដំណោះស្រាយនៃចំណុចនេះវិញគឺបង្កើតការអប់រំតាមរយៈយុទ្ធសាស្ត្រផ្សព្វផ្សាយ និងការដាក់ផ្លាកសញ្ញាសម្គាល់កម្រិតសន្សំសំចៃដូចជា Energy Star លើផលិតផលដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលសម្រេចចិត្តមកដល់ស្លាយបន្ទាប់គឺចំណុចទី3 ភាពមិនស៊ីគ្នានឹងប្រព័ន្ធចាំង ហើយចំពោះបញ្ហានៃចំណុចនេះវិញគឺជួនកាលបច្ចេកវិទ្យាថ្មីមិនអាចតម្លើងជាមួយប្រព័ន្ធអគ្គិសនីឬអគ្គិសចាស់បានភ្លាមៗនោះទេ ដែលតម្រូវឲ្យមានការជួសជុលបន្ថែម ហើយចំពោះដំណោះស្រាយនៃចំណុចនេះវិញគឺធ្វើការបច្ចុប្បន្នបណ្ដាលចាប់ផ្ដើមប្ដូរពីរបស់តូចៗដូចជាអំពូលភ្លើង រួចសឹមបន្តទៅប្រព័ន្ធធំៗនៅពេលមានការជួសជុលអគារ ហើយចំពោះចំណុចទី4គឺបញ្ហាបច្ចេកទេសនិងការថែទាំ ហើយចំពោះបញ្ហានៃចំណុចនេះវិញគឺបច្ចេកវិទ្យាខ្ពស់ជួនកាលពិបាកក្នុងការដំឡើង ឬស្វែងរកជាងជំនាញមកជួសជុលនៅពេលមានបញ្ហា ហើយចំពោះដំណោះស្រាយនៃចំណុចនេះវិញគឺជ្រើសរើសទិញពីម៉ាកយីហោដែលមានការធានាច្បាស់លាស់ និងមានមជ្ឈមណ្ឌលសេវាកម្មក្បែរផ្ទះ ការបន្តបណ្ដាជាងក្នុងស្រុកក៏ជាកត្តាសំខាន់ផងដែរ មកដល់ចំណុចចុងក្រោយ រួមមកបច្ចេកវិទ្យាសន្សំសំចៃថាមពលគឺជាដំណោះស្រាយឈ្នះឈ្នះដែលផ្ដល់ផលចំណេញទាំងសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយចំណាយ និងបរិស្ថានពិភពលោក កាត់បន្ថយការបំពុល ទោះបីជាមានបញ្ហាប្រឈមខ្លះលើថ្លៃដើមដំបូង ប៉ុន្តែអត្ថប្រយោជន៍រយៈពេលវែង និងភាពធន់នៃឧបករណ៍ធ្វើឲ្យវាក្លាយជាជម្រើសដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅបែបទំនើប និងប្រកបទៅដោយទំនួលខុសត្រូវមើលទោះការចំណាយវារៀងថ្លៃបន្តិចមែន ប៉ុន្តែរបស់ដែលយើងទទួលបានមានគុណភាពប្រកបទៅដោយប្រសិទ្ធភាពក្នុងការប្រើប្រាស់ ចំពោះស្លាយដែលខ្ញុំលើកឡើងខាងលើគឺបានចប់តែប៉ុណ្្នឹង ជាចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកគ្រូ ក៏ដូចជាអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅវីដេអូនេះ